សូមស្វាគមន៍មកកាន់ហងមេ Flash News AOT កត់ត្រាទុកផ្ទះជនស៊ីវិលកម្ពុជារបស់ចាស់ជរាស្ត្រីនិងកុមារត្រូវបានកំទេចដោយយុទ្ធសៀមនៅចំពោះមុខក្រុមអ្នកសង្កេតការអាស៊ាន AOT ជនស៊ីវិលកម្ពុជារួមមានចាស់ជរាស្ត្រីកូនខ្ចីទៅសម្រាប់កូនរួចបានរៀបរាប់អំពីទុក្ខលំបាកដែលផ្ទះសម្បែងស្រែចម្ការទ្រព្យសម្បត្តិជាច្រើនត្រូវបានទាហានសៀមវាយកំទេចនិងបំផ្លិចបំផ្លាញយ៉ាងដំណំប្រជាជនស្លូតត្រង់បានរៀបរាប់នៅចំពោះមុខក្រុម AOT ដឹកនាំដោយប្រទេសហ្វីលីពីនថាអំឡុងពេលសង្គ្រាមចំនួន2លើកមកនេះយោធាសៀមបានប្រើយន្តហោះចម្បាំងនិងកាំភ្លើងប្លង់ខ្នាតធំយ៉ាងច្រើនបាញ់សម្ដៅចូលភូមិអ្នកស្រុកដែលស្ថិតនៅក្នុងភូមិស្រអែមខាងជើងឃុំស្រអែមស្រុកជាំខ្សានខេត្តព្រះវិហារអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជានៅថ្ងៃទី6ខែសីហានេះបានបញ្ជាក់ឲ្យដឹងថាទីតាំងខាងលើមិនមែនជាទីតាំងយោធានោះទេតែជាភូមិឋានរបស់ជនស៊ីវិលកំពុងតែស្នាក់នៅកងកម្លាំងយោធាសៀមបានប្រើកម្លាំងសព្វវុធបាញ់ប្រហារកាលពីខែធ្នូឆ្នាំ2025កន្លងទៅដោយការទម្លាក់គ្រាប់បែកពីយន្តហោះចម្បាំង F16 និងការបាញ់គ្រាប់ប្លង់ប្រភេទ155មីលីម៉ែត្រយ៉ាងច្រើនបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិលក្រុមអ្នកសង្កេតការអាស៊ាន AOT បានសម្លឹងមើលដោយក្រសែភ្នែកនៃភាពតក់ស្លុតនិងកត់ត្រានៅរាល់សកម្មភាពបំផ្លិចបំផ្លាញទាំងអស់នេះពីយុទ្ធសៀមបណ្ដេញមន្ត្រីនគរបាលអន្តោប្រវេសន៍ម្នាក់ចេញពីក្របខ័ណ្ឌដោយសារល្មើសបទវិន័យពលបាលត្រីឈឹមរដ្ឋាដែលជាមន្ត្រីនាយកដ្ឋានច្រកទ្វារទី1នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ត្រូវបានដកតំណែងនិងបណ្ដេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិឧបនាយករដ្ឋមន្ត្រីសសុខារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានចេញសេចក្តីដកហូតឋានន្តរស័ក្តិនិងបណ្ដេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិចំពោះពលបាលត្រីឈឹមរដ្ឋាមន្ត្រីនាយកដ្ឋានច្រកទ្វារទី1ដែលសារតែល្មើសបទវិន័យនគរបាលជាតិកម្ពុជានៅក្នុងសេចក្តីសម្រេចបានបញ្ជាក់ថាដោយប្រាក់វិវត្តនិងរបបឧបត្ថម្ភផ្សេងៗត្រូវបានកាត់ផ្តាច់និងលុបចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជាចាប់ពីខែមិថុនាឆ្នាំ2026នេះតទៅការដុតសំណល់អាគុយអគ្គិសនីនិងអេឡិចត្រូនិកមិនត្រឹមត្រូវនិងបង្កហានិភ័យធ្ងន់ធ្ងរទៅដល់សុខភាពមនុស្សក្រសួងបរិស្ថានបានឲ្យដឹងថាការគ្រប់គ្រងសំណល់អាគុយអគ្គិសនីនិងអេឡិចត្រូនិកមិនត្រឹមត្រូវអាចបង្កឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់សុខភាពមនុស្សបរិស្ថាននៅពេលដែលសំណល់ទាំងនេះត្រូវបានទុកដាក់បោះចោលឬកែច្នៃដោយគ្មានបច្ចេកទេសត្រឹមត្រូវក្រសួងបញ្ជាក់ថាការដុតសំណល់ទាំងនេះអាចបង្កើតសារធាតុពុលដូចជាឌីអុកស៊ីននិងហ្វូរ៉ាន់ដែលមានគ្រោះថ្នាក់ខ្ពស់ទៅដល់សុខភាពមនុស្សនិងបរិស្ថានពីព្រោះសារធាតុពុលទាំងនេះអាចចូលទៅក្នុងខ្សែច្រវាក់អាហារនិងផ្លូវដង្ហើមបង្កហានិភ័យដល់សុខភាពមនុស្សយ៉ាងធ្ងន់ធ្ងរដូចជាបង្កទៅជាជំងឺផ្លូវដង្ហើមខូចខាតប្រព័ន្ធប្រសាទតម្រងនោមថ្លើមនិងបង្កើនហានិភ័យនៃជំងឺមហារីកព្រមទាំងប៉ះពាល់ទៅដល់ការវិវត្តសរីរាង្គនិងបញ្ញារបស់ទារកនិងកុមារតូចៗដែលកំពុងតែលូតលាស់ទៀតផងលើពីនេះការទុកដាក់និងកែច្នៃសំណល់អាគុយនិងសំណល់អគ្គិសនីនិងអេឡិចត្រូនិកមិនត្រឹមត្រូវអាចបង្កមានជាការផ្ទុះនិងអគ្គិភ័យដែលបណ្ដាលឲ្យគ្រោះថ្នាក់ទៅដល់ជីវិតទ្រព្យសម្បត្តិឯកជននិងសាធារណៈផងដែរបណ្ដេញថៃជាង10នាក់តាមច្រកចាំយាមពាក់ព័ន្ធទៅនឹងករណីឆបោកតាមអនឡាញនិងបទល្មើសផ្សេងៗសមត្ថកិច្ចជំនាញកម្ពុជាបានបណ្ដេញជនជាតិថៃសរុបចំនួន14នាក់ពាក់ព័ន្ធទៅនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានិងបទល្មើសផ្សេងៗទៀតចេញពីប្រទេសកម្ពុជានៅថ្ងៃទី6ខែសីហាឆ្នាំ2026នេះតាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាមនៅក្នុងភូមិសាស្ត្រខេត្តកោះកុងការបណ្ដេញចេញនេះធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចរកឃើញថាជនជាតិថៃទាំងនោះជាប់ពាក់ព័ន្ធទៅនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា online scam លួចរក្សាទុកនិងប្រើប្រាស់នៅសារធាតុញៀនខុសច្បាប់លួចស្នាក់នៅនិងធ្វើការងារខុសច្បាប់ផងដែរអគ្គនាយកដ្ឋានអន្តោប្រវេសន៍បញ្ជាក់ថាកម្លាំងសមត្ថកិច្ចចំណុះក្រសួងមហាផ្ទៃបាននឹងកំពុងតែខិតខំប្រឹងប្រែងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យាស្រាវជ្រាវបង្ក្រាបដល់មេខ្លោងនិងបានជួយសង្គ្រោះជនរងគ្រោះដែលត្រូវបានគេបោកបញ្ឆោតឲ្យទទួលបានសេរីភាពនិងត្រឡប់ទៅស្រុកកំណើតវិញដោយសុវត្ថិភាពមន្ត្រីជំនាញដកហូតទំនិញហួសកាលបរិច្ឆេទប្រើប្រាស់និងខូចគុណភាពមួយចំនួននៅផ្សារបូវល
មន្ត្រីអធិការកិច្ចម្ហូបអាហារនៃសាខាកបបខេត្តកាលពីថ្ងៃទី5ខែសីហាឆ្នាំ2026ម្សិលមិញនេះសហការជាមួយនឹងមន្ត្រីជំនាញពាក់ព័ន្ធចុះត្រួតពិនិត្យទំនិញគ្រឿងឧបភោគបរិភោគទំនិញវេចខ្ចប់ស្រាច់និងគ្រឿងសម្អាងដែលបានដាក់តាំងលក់នៅក្នុងផ្សារបវលខេត្តបាត់ដំបងជាលទ្ធផលមន្ត្រីជំនាញបានត្រួតពិនិត្យចំនួន13តូបនិងផ្ទះជុំវិញផ្សារចំនួន5ផ្ទះព្រមទាំងចែកជូននៅផ្ទាំងរូបភាព poster ផ្សព្វផ្សាយបានចំនួន15សន្លឹកដើម្បីជាការស្វែងយល់អំពីការជ្រើសរើសម្ហូបអាហារដែលមានសុវត្ថិភាពនៅក្នុងនោះដែរមន្ត្រីជំនាញក៏បានរកឃើញនឹងដកហូតទំនិញហួសកាលបរិច្ឆេទប្រើប្រាស់និងខូចគុណភាពមួយចំនួនរួមមានពពុះសណ្ដែកទឹកក្រូចឆ្មាទឹកអូសាវ៉ែលនិងទឹកដោះគោស្រស់សរុបជាង20គីឡូក្រាមក្រៅពីនេះមន្ត្រីជំនាញបានយកសំណាក់គំរូមកពិនិត្យវិភាគរកសារធាតុគីមីហាមឃាត់ផងដែរដូចជាមីពងទាជ្រក់ខ្ទឹមទឹកខ្មេះរូបទន្សាយប្រហិតសាច់ជ្រូកប្រហិតសាច់គោជាលទ្ធផលពុំមានសារធាតុគីមីហាមឃាត់នោះទេសូមអរគុណលោកអ្នកចំពោះការគាំទ្រហងមាស Flash News